Ok សួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះយើងនឹងបន្តជាមួយនឹងការសិក្សាភាសាចិនរបស់យើងទាំងអស់គ្នាអូខេឥឡូវយើងនឹងចាប់ផ្ដើមរៀនមេរៀនទាំងអស់គ្នាណាយើងមើលពាក្យដែលយើងត្រូវរៀនថ្ងៃនេះយើងអានថា生日快乐បាទ生日快乐ពាក្យថា生日快乐មានន័យថារីករាយថ្ងៃខួបកំណើតមានន័យថាអ្នកនរគ្នាតែងតែប្រើវានៅពេលដែលយើងប្រើថាខួបកំណើតអញ្ចឹងយើងអាចប្រើពាក្យថា生日បាទ生日បាទ生日រីឯពាក្យថារីករាយយើងប្រើពាក្យថា快乐快乐生日快乐បាទរីករាយថ្ងៃខួបកំណើតអញ្ចឹងអ្នកនរគ្នាអាចប្រើនឹងបានហើយបាទខ្ញុំប្រាប់ពីរបៀបនៃការសេបន្តិចបាទអញ្ចឹងអ្នកនរគ្នាអត់មានអីពិបាកអានទេយើងអានថា生日快乐កន្លែងហ្នឹងគឺងាយស្រួលអូខេពាក្យថា生បាទ生អ្នកនរគ្នាសរសេរបែបហ្នឹងមកបាទទាញអញ្ចឹងមកបាទសឹងបាទទាញកំដៅក្រោមពេកអូខេសឹងនេះអក្សរសឹងអ្នកនរគ្នាឃើញទេសឹងបាទសឹងហ្នឹងគឺយើងចេញពីសឹងរឿគឺយើងបកប្រែថាបាទខួបកំណើតបាទសឹងរឿខួបកំណើតនេះគឺអក្សររឿបាទអក្សររឿពាក្យថាខ្វាយបាទខ្វាយមួយម៉ាត់យើងបកប្រែថាលឿនពាក្យថាខ្វាយបើសិនជាយើងបកប្រែថាខ្វាយពាក្យថាខ្វាយមួយម៉ាត់ហ្នឹងគឺយើងបកប្រែថាលឿនអញ្ចឹងកន្លែងហ្នឹងអ្នកនរគ្នាអាចយើងប្រើជាពីរពាក្យខ្វាយហើយនិងលអញ្ចឹងកន្លែងហ្នឹងលហ្នឹងគឺយើងបកប្រែថារីករាយអញ្ចឹងពាក្យថាខ្វាយហ្នឹងគឺយើងបកប្រែថាលឿនណាខ្វាយអូខេពាក្យថាលអ្នកនរគ្នាទាញបែបហ្នឹងមកបាទបន្ទាប់មកគឺយើងទាញអញ្ចឹងបាទហើយយើងទាញចុះមកក្រោមមួយមកបាទបន្ទាប់មកគឺយើងដាក់ជើងឲ្យវាបាទលនេះគឺអក្សរលបាទ生日快乐生日快乐រីករាយថ្ងៃខួបកំណើតអូខេយើងមើលបន្តទៀតមកប្រយោគរបស់យើង你好请问今天是黎明的生日吗បាទខាងលើហ្នឹងគឺខ្ញុំមានដាក់ជាស៊ីងភាសាខ្មែរឲ្យហើយអ្នកនរគ្នាអាចមើលក្នុងនឹងបានណាបាទ生日快乐គឺយើងចេញប្រយោគនៅខាងក្រោមចេញពី生日你好请问今天是李明的生日吗បាទ你好យើងមើលខាងលើស៊ីងខាងលើគេដាក់ថា你好សួស្តី请问បើប្រែថាសុំសួរបាទសុំសួរ今天ថ្ងៃនេះបាទ是គឺបាទ是បើប្រែថាគឺ黎明បាទ黎明គឺជាឈ្មោះរបស់គេឈ្មោះរបស់黎明បាទ黎明ដែរ生日បាទ的生日黎明的生日មានថាខួបកំណើតរបស់黎明ដោយសារវាមានពាក្យថាតកន្លែងហ្នឹងអញ្ចឹង黎明的生日ខួបកំណើតរបស់黎明បាទបើសិនយើងដាក់ខួបកំណើតរបស់ខ្ញុំ我的生日បាទម៉ានឹងបកប្រែទេអញ្ចឹងកន្លែងនេះ请បាទ你好请问今天是李明的生日吗សួស្តីសូមសួរថាថ្ងៃនេះគឺជាខួបកំណើតរបស់លីមីងមែនទេបាទអញ្ចឹងអ្នកគ្នាមើលពីរបៀបនៃការសរសេរអក្សរបន្តិចទៅបាទយើងមើលពាក្យថាបាទកន្លែងនេះខ្ញុំសរសេរឲ្យកន្លែងនេះតែម្ដងបាទយើងមើលពាក្យថាឈៀងវិនបាទឈៀងគឺយើងសរសេរបែបនេះមកបាទឈៀងអ្នកគ្នាសរសេរត្រង់ណាអូខេខ្ញុំសរសេររៀងវាបន្តិចអូខេយើងសរសេរបែបហ្នឹងមកបាទឈៀងបកប្រែថាសូមបាទឈៀងវិនបកប្រែថាសូមសួរបាទឈៀងវិនឬក៏យើងប្រើពាក្យឈៀងវិនក៏បាននេះគឺអក្សរវិនបាទវិនបាទខ្ញុំសរសេរឲ្យតែពាក្យពិបាកទេលីមីងនេះគឺជាឈ្មោះរបស់គេប៉ុន្តែបើសិនអ្នកគ្នារៀនសរសេរក៏ល្អដែរបាទលីមីងគឺយើងសរសេរបែបនេះមុនមកបាទយើងសរសេរអញ្ចឹងមកហើយយើងបាទយើងបែបនេះគឺអក្សរលីហើយអក្សរមីងក៏យើងអត់ពិបាកដែរបាទមីងនេះគឺអក្សរមីងបាទលីមីងបាទបើប្រែថា
mình vẫn bật ra để anh cái mua một cái chân vì còn được xe bẹp năng từ bà dương hiện vật hạt xe bùi mùi trắng nè bà ok lợi dương mà bà to ví dụ hàng cao mùi tiết bà tầm rung e nâng tầm rung b bà chân cái lại như dương tha sư đỏ是的，是的，宝贝他们哈，把是的，今天是李明的生日，今天是李明的生日，今天是李明的生日，把今天是面他ថ្ងៃនេះគឺ李明គឺឈ្មោះរបស់李明生日ខួបកំណើត李明的生日ខួបកំណើតរបស់李明បាទចឹងយើងមើលពាក្យខាងក្រោមយើងអានពាក្យថាឈៀងវិនឬក៏យើងប្រើពាក្យឈៀងវិនឬបានយើងប្រើពាក្យឈៀងអ៊ុនក៏បានឈៀងវិនសុំសួរ生日ខួបកំណើតបាទថ្ងៃខួបកំណើត今天是ថ្ងៃនេះគឺ是的មែនហើយបាទ是的បើប្រែថាមែនហើយអូខេអញ្ចឹងតកតងទៅនឹងមេរៀនថ្ងៃនេះលោកsưបញ្ចប់ត្រឹមហ្នឹងហើយកុំភ្លេចកត់មេរៀនទាំងអស់គ្នាណាអូខេតាជា